យុរដ្ឋមន្ត្រីសៀមបកកាយសំរឿងជាមួយខ្មែរកពលមកហើយបងប្អូនទាំងអស់គ្នាប្រហែលថ្ងៃនេះព័ត៌មានបានចុះផ្សាយយ៉ាងកក្រឹកកក្រែងតែម្ដងមេគ្រឿងញៀនធំជាជនជាតិសៀមបានកិច្ចខ្លួនជាង10ឆ្នាំទើបតែចាប់បានក្នុងខែ3ឥឡូវនេះរកឃើញកន្លែងផលិតគ្រឿងញៀននៅទីក្រុងបាងកកតែម្ដងហើយតែសៀមគឺជាជំរកដ៏ល្អនិងបើករោងចក្រផលិតគ្រឿងញៀននៅអាស៊ីធំជាងគេផងដែរបងប្អូនទាំងអស់គ្នាអាជ្ញាធរសៀមបានរឹបអូសសារធាតុញៀនចំនួន50តោនដែលអាចប្រើសម្រាប់ផលិតគ្រាប់គ្រឿងញៀនការបង្ក្រាបនេះគឺជាប៉ូលីសនៅកូរ៉េខាងត្បូងចោះបង្ក្រាបភ្លាមចោះបង្ក្រាបដោយផ្ទាល់តែម្ដងតែសៀមគឺជាប្រទេសមួយដ៏ល្បីហើយតែងតែអួតថាជាប្រទេសមួយប្រៀបបីដូចជាឋានសួគ៌អញ្ចឹងបងប្អូនបតែផ្ទុយទៅវិញគឺសម្បូរទៅដោយការផ្ទុកគ្រឿងញៀនរាប់រយតោនតែម្ដងបងប្អូនទាំងអស់គ្នាបង្ក្រាបនេះមិនមែនជាការបង្ក្រាបធម្មតាទេបងប្អូនទាំងអស់គ្នានៅកណ្ដាលទីក្រុងបាងកកបង្ក្រាបចំនួន10ទីតាំងតែម្ដងបងប្អូនទាំងអស់គ្នាជាពលរដ្ឋកម្ពុជាយើងក៏បានស្ងោចតែម្ដងបងប្អូនរាល់ការផ្ទុកនិងការផលិតគ្រឿងញៀនទ្រង់ទ្រាយធំរបស់សៀមធ្លាប់តែឮថាប្រទេសសៀមអួតក្តែងថាជាប្រទេសដែលមានសេដ្ឋកិច្ចនិងអភិវឌ្ឍនិងការរក្សាវប្បធម៌សុខដុមរមនាតែឥឡូវនេះបែរជាប្រទេសមួយដែលពប់ទៅដោយការផលិតគ្រឿងញៀនទ្រង់ទ្រាយធំតែម្ដងបងប្អូនទាំងអស់គ្នាការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន ONCB នាយកដ្ឋានស៊ើបអង្កេតពិសេស SI របស់មន្ត្រីចារកម្មកូរ៉េខាងត្បូងបានឆែកឆេរទីតាំងទាំង10ដែលរុះរើបណ្ដាញគ្រឿងញៀននិងរឹបអូសបានសារធាតុញៀនសារធាតុផ្សំធំជាច្រើនសារធាតុគីមីចំនួន50តោនផងដែរអាជ្ញាធរបានថាសារធាតុគីមីចំនួន50តោនដែលរឹបអូសត្រូវបានប្រើប្រាស់ដើម្បីផលិតថ្នាំគ្រាប់មេតាមហ្វេតាមីនជាង 1.1000 លានគ្រាប់តែម្ដងបងប្អូនទាំងអស់គ្នាប្រទេសសៀមមិនមែនត្រឹមតែជាតំបន់ចែកចាយគ្រឿងញៀននិងផលិតគ្រឿងញៀនធំទេបងប្អូនគឺប្រទេសសៀមគឺជាតំបន់ចែកចាយស្រុកចោលគ្មានច្បាប់ទម្លាប់សម្បូរតែដោយអំពើស្យាចាតែម្ដងបងប្អូនទាំងអស់គ្នាចាពុកម៉ែបងប្អូនកុំភ្លេច share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនទាំងអស់គ្នាចាសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា